សុស្ដីពុកម៉ែបងប្អូនដែលមិនទាន់ចេះធ្វើខជើងមាន់ចាបងប្អូនអាចមើលនៅក្នុង channel របស់នាងខ្ញុំផងដែរហើយកុំភ្លេចចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗដែលនាងខ្ញុំនឹងធ្វើការចែករំលែកជូនទៅកាន់ពុកម៉ែបងប្អូនអញ្ចឹងនៅក្នុងការធ្វើខជើងមាន់នេះជាមួយនឹងវិធីសាស្ត្រគឺងាយមែនតើយើងគ្រាន់តែមាននៅជើងមាន់មានជាមួយនឹងទឹកត្រីមានជាមួយនឹងចាស្ករសចាមានជាមួយនឹងទឹកប្រេងខ្យងចាហើយក៏មានជាមួយនឹងចាប៊ីចេងផងដែរអ្វីដែលយើងមិនអាចខ្វះបានគឺគ្រឿងដែលយើងយកមកបុកគឺមានដូចជាខ្ទឹមសចារំដេងតិចទៅស្លឹកក្រូចសើចបន្តិចទៅចាហើយកុំភ្លេចម្រេចនិងម្ទេសចាអញ្ចឹងវិធីនៅក្នុងការធ្វើពុកម៉ែបងប្អូនអាចមើលទៅតាមលំដាប់លំដោយដែលនឹងខ្ញុំបានដាក់ជូនទៅកាន់ពុកម៉ែបងប្អូនហើយវិធីសាស្ត្រនេះងាយលឿនរហ័សហើយចំណាយតិចទៀតយើងអត់ចាំបាច់ញ៉ៃច្រើនទេវិធីសាស្ត្រនេះគឺយើងអាចញ៉ាំចាសសូមអធិស្ឋានគឺយើងអាចធ្វើបានហើយរសជាតិវិញគឺឆ្ងាញ់មែនតើបងប្អូនអាចយកមកញ៉ាំជាមួយបាយក៏បានគ្រឿងក្លែមក៏បានដែរអរគុណ